អនុញ្ញាតជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងជួបគ្នាដូចជាសពរាល់ដងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃមុនខ្ញុំបានបង្ហាញតាក់ទងនឹងការបញ្ជាដេបញ្ឆេះពីចម្ងាយនៅ option ប្រភេទ Kia Carnival 015 បាទថ្ងៃនេះគឺយើងបាទនឹងមកបាទប្រាប់បងប្អូនអំពីរបៀបនៃការដេបញ្ឆេះតាក់ទងនឹងប្រភេទ Kia Carnival 021 22 និង23បានន័យថារបៀបក្នុងការដេបញ្ឆេះពីចម្ងាយគឺដូចតែគ្នាទេបាទ021 22 23ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងអានេះខ្ញុំយក021ដើម្បីមកបង្ហាញជូនពុកម៉ែបងប្អូនបាទឲ្យបងប្អូនបាទរៀនដេបញ្ឆេះតាមខ្ញុំបងប្អូនខ្លះគាត់អត់ទាន់ដឹងពីវិធីការដេបញ្ឆេះទេអញ្ចឹងអានេះបងប្អូនអាចបាទធ្វើរៀនតាមខ្ញុំបានដោយសារតែអីបងប្អូនខ្លះគាត់ចេញពីធ្វើការមកបាទមកដល់ឡានក្តៅមកដល់ឡានត្រជាក់ហ្នឹងគឺត្រូវការប្រើពេលយូរអញ្ចឹងបងប្អូនក៏ចេញពីកន្លែងការងារបងប្អូនធ្វើការដេបញ្ឆេះពីចង្ងាយឲ្យបងប្អូនទុកចោលមកសន្ទុះចាំបងប្អូនមកបាទដើរចូលឡានគឺឡានយើងមានការបើកម៉ាស៊ីនត្រជាក់អូតូគឺត្រជាក់បាទស្រួលខ្លួនមែនទេក្នុងការបើកបរអញ្ចឹងកុំឲ្យយូរបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបាទធ្វើការដេបញ្ឆេះបងប្អូនទាំងអស់គ្នាបាទទី1បងប្អូនបាទចុច lock បងប្អូនណាចុច lock 2ដងបាទ1បាទ2រួចបងប្អូនបាទធ្វើការចុច hold ឲ្យជាប់បាទចុច2ដងបងប្អូនធ្វើការចុច hold បាទគឺឡានហ្នឹងនឹងធ្វើការឆេះអូតូឥឡូវឡាននៅខាងក្រោយខ្ញុំនេះបាទឆេះឲ្យបងប្អូនអរគ្នាអញ្ចឹងបើបងប្អូនចង់បិទបាទចង់បិទនៃការបញ្ឆេះបងប្អូនគ្រាន់ចុច hold ឲ្យជាប់មកបាទចុច hold ឲ្យជាប់បងប្អូនបាទចុចឲ្យជាប់មកគឺឡានយើងនឹងរលត់វិញហើយអញ្ចឹងងាយមែនតើសម្រាប់ពុកម៉ែបងប្អូនដែលចង់ដឹងពីរបៀបបាទប្រភេទតាក់ទងប្រភេទឡាន Kia Carnival បាទបងប្អូនចង់ស្គាល់ពី option Kia Carnival បងប្អូនចង់ដឹងពីរបៀបនៃការប្រើប្រាស់បាទ option ផ្សេងៗរបស់ Kia Carnival បងប្អូនអាចធ្វើការតំណែងរបស់ខ្ញុំបានឬក៏បងប្អូនអាចចូលមើលក្នុង YouTube បាទជាវីដេអូពេញឬក៏បងប្អូនបាទចូលមើលក្នុង page របស់ខ្ញុំឬបងប្អូនអាចធ្វើការឆាតតាម Telegram ផ្សេងតាក់ទងទៅនឹងបាទជាប្រព័ន្ធតំណែងជាមួយខ្ញុំបាទមាន TikTok Facebook បាទTelegram ហើយនឹងYouTube អញ្ចឹងយើងមាន4សម្រាប់ពុកម៉ែបងប្អូនបាទធ្វើការរៀនតាមខ្ញុំអរគុណណាស់បងប្អូនអរគ្នាបាយបាយបាទជំរាបលា